រឿងប្រវត្តិភ្នំខ្មោចក្នុងសម័យបុរាណនៅក្នុងភូមិមួយជិតព្រៃភ្នំមានគូស្វាមីភរិយាវ័យចំណាស់មួយគូជាកសិកររស់នៅយ៉ាងសាមញ្ញពួកគាត់មិនមានកូននោះទេដូច្នេះយប់មួយពួកគាត់បានបូជាផ្លែឈើនំចំណីចំពោះព្រះពុទ្ធរូបប្រសិនបើពួកគាត់បានកូននោះពួកគេនឹងឲ្យកូននោះបួសបម្រើព្រះពេលក្រោយមកភរិយាចាស់បានសម្រាលបានកូនមួយកូននោះឈ្មោះថាខ្មោចព្រោះនៅថ្ងៃដែលកើតគាត់មានព្រិលធ្លាក់ជាមួយនឹងភ្លៀងលេបផ្សែងគេសង្ស័យថាជាអារក្សចាប់កំណើតក្មេងនេះខុសពីក្មេងធម្មតាមានដាវផ្លូវក្រហមហើយភ្នែកភ្លឺដូចភ្លឹងអំឡុងពេលធំឡើងក្មេងខ្មោចមានឥទ្ធិពលផ្លូវអាចកំបាំងគាត់អាចនិយាយជាមួយខ្មោចទាយត្រូវព្យាបាលជំងឺនិងជួយសង្កេតឃើញអន្តរាយអ្នកភូមិគោរពគាត់យ៉ាងខ្លាំងប៉ុន្តែមានអ្នកតូចចិត្តនិងច្រណែនកាត់ការចោទប្រកាន់ថាគាត់ជាអរិយកំពុងបូជាសាឈីមនៅក្នុងភូមិចាប់ផ្ដើមមានមនុស្សស្លាប់និងសត្វទាំងឡាយស្លាប់ដោយសារជំងឺអ្នកភូមិចាប់ផ្ដើមសង្ស័យគ្មានខ្មោចហើយបានប្រមូលផ្ដុំគ្នាតាមចាប់គាត់ឪពុកម្ដាយគាត់បានជួយឲ្យរត់គេចខ្លួនទៅលាក់នៅលើភ្នំមួយចុងក្រោយក្មេងនោះបានស្លាប់នៅលើភ្នំនោះទាំងវ័យក្មេងហើយអ្នកស្រុកជឿថាខ្មោចគាត់បានក្លាយជាអារក្សថែរក្សាភ្នំនេះអ្នកភូមិចាស់ៗគេចងចាំថាពេលណាឡើងភ្នំនោះប្រសិនមិនថ្វាយអំណោយឬបូជាវាអាចធ្វើឲ្យភ្លៀងបាក់ដីឬផ្លូវបាត់តាំងពីនោះមកអ្នកស្រុកបានហៅភ្នំនោះថាភ្នំខ្មោច